គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះផងដែរខ្ញុំមានរឿងបែប anime មួយរឿងមកធ្វើការសម្រាប់ជូនអ្នកទាំងអស់គ្នាដែលរឿងនេះមានចំណងជើងថា viral hit ដូច្នេះហើយកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅទស្សនាសាច់រឿងទាំងអស់តែមុននឹងចូលទៅដល់សាច់រឿងខ្ញុំសូមជម្រាបអ្នកទាំងអស់គ្នាជួយចុច like subscribe ដល់រូបកណ្ដឹងម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបាទក្នុងការសម្ដែងរឿងចែកជូនដល់អ្នកទាំងអស់គ្នាបន្ថែមដើមសាច់រឿងយើងដំបូងក៏បានឃើញមានបរិមម្នាក់កំពុងថត vlog នៅក្នុងថ្នាក់រៀនជាមួយនារីម្នាក់ទៀតដែលនាងមានឈ្មោះថា Rumi ដែលគេពីរនាក់ហ្នឹងគឺជា YouTuber ហើយពួកគេទាំងពីរធ្វើវីដេអូមួយនឹងក្នុងគោលបំណងអបអរសាទរដល់ subscriber របស់គេដែលបានជួយ subscribe channel របស់គេដល់ 700k ហើយពេលនេះគេនឹងបានចាប់ក្មេងប្រុសម្នាក់នឹងយកមក make up ដើម្បីធ្វើជាវីដេអូលេងសើចជូនដល់អ្នក subscriber របស់គេប្រុសម្នាក់នឹងមានឈ្មោះថា Robin ហើយ Robin យើងទឹកមុខអត់សុបាយទេដោយសារតែគេចាប់ខ្លួនមកធ្វើបាបជួយមកធ្វើវីដេអូលេងសើចរបស់ពួកគេចឹងណាខ្ញុំសូមបញ្ជាក់ដល់ទាំងអស់គ្នា Robin គឺជាក្មេងដែលត្រូវបានគេយកមក bully ធ្វើបាបសន្តរថ្ងៃពេលដែលពួកគេថតវីដេអូហ្នឹងអាក្បាលទាំងអស់ក៏បានប្រាប់ Robin ថាឲ្យគាត់សម្ដែងសើចសម្ដែងជាកំ ប្លែងសម្ដែងដូចសប្បាយចិត្តដើម្បីធ្វើឲ្យគេដល់ឲ្យទៅ viewer របស់គេនឹងពេញចិត្តក្បាលទាំងអស់នឹងមនុស្សអាក្រក់ហ្មងក្បាលទាំងអស់អត់សោះឲ្យមកអាក្រក់ទេអានេះចិត្តអាក្រក់មែនទេហើយក៏បានធ្វើទឹកមុខគម្រាមទៅកាន់ Robin ឲ្យ Robin នឹងញ៉ាំភ្លាមទៅក្បាលទាំងអស់ក៏បានបែរមកខាងក្រោយហើយនិយាយមួយ fan គេឡើងរស់រាយតែម្ដងអត់ដូចនិយាយមួយ Robin សោះមនុស្សអានេះសម្ដែងសុទ្ធហ្មងហើយក៏បានចាប់ផ្ដើមថតវីដេអូឲ្យ Robin យើងចេះតែញ៉ាំតាមគេឲ្យធ្វើទៅអាណិតគ្នាម្ដងក្នុងបន្ទប់ទឹកវិញម្ដងយើងឃើញ Robin នឹងកំពុងតែឈរលើមុខម្នាក់ឯងហើយ Robin នឹងគឺជាមនុស្សរស់នៅតែម្នាក់ឯងទេគ្មានពួកម៉ាក់គ្មានអីទាំងអស់យល់តើមានតែគេស្គាល់ Robin ឬក៏មានតែគេចង់រាប់អាន Robin ឡើយ Robin ក៏បាននិយាយថាជីវិតរបស់គាត់ពិតជាសាមញ៉ាំម៉េះកើតមកគាត់មិនឆ្លាតគាត់ជាអ្នកក្រគ្រប់គ្នាតែងតែ bully គាត់ហើយគ្រប់គ្នាចង់ធ្វើអីដែលគេចង់ធ្វើដូចគាត់ក៏ចង់ធ្វើអីដែលគាត់ចង់ធ្វើដូចគ្នាហើយគាត់នឹងគឺមិនចង់មកសាលារៀនទៀតឡើយពេលអ្នកទាំងអស់គ្នាណាចង់មករៀនបើគេ bully សឹងតែរាល់ថ្ងៃហើយ Robin ខ្លួនតូចមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការទប់ទល់ជាមួយនឹងពួកគេទេដោយសារតែពួកគេហ្នឹងគឺមានកម្លាំងខ្លាំងនឹងគ្នាច្រើនណាស់ពេល Robin ត្រឡប់មកដល់ថ្នាក់វិញបាត់ជើងអាណាគេមកធាក់ Robin មួយជើងម៉ាំងមើលទៅអាសក់លឿងយើងសោះនិយាយទៅពួកអស់នេះវាប្រើគេដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនវាហើយអ្វីគេដូចឆ្កែដូចឆ្មាវាអត់ខ្វល់សោះហ្មងពួកអានឹងចិត្តខ្មៅមែនពេលហើយ Robin ក៏បាននិយាយថាគាត់ពួកគេធ្វើវីដេអូមួយ plan នោះបានដល់ 30,000 yen ហ្នឹង 30,000 yen ធ្វើឲ្យRobin គឺផ្ចាប់អាមែនតើដោយសារ 30,000 yen ហ្នឹងគឺច្រើនមែនតើគេបើទៅធ្វើការអរគុណទៅកាន់ផាកូយទៅផាកូឈ្មោះបាងោហ្នឹងហើយវិញឃើញគេធ្វើ YouTuber បានលុយចឹងចូលចង់ធ្វើ YouTuber ដែរអីណារឿងគេក៏បានទៅសួរផាកូងថាតើដើម្បីឲ្យបាក់ធ្វើវីដេអូ YouTube ហ្នឹងគេធ្វើមិនយើហើយអាងោក៏បាននិយាយថាត្រូវការកុងត្រូវការ bank account ដើម្បីធ្វើបានយល់អត់សក់លឿងវាយល់តែគ្រាន់តែថាវាអត់មានអា bank account ហ្នឹងទេវាមានកុងហ្នឹងវាធ្វើមិនសក់លឿងវាមានកំណត់មួយវាបានដើរទៅរក Robin ហើយវាសួរថាម៉ាក់របស់ Robin ហ្នឹងស្លាប់នៅម៉ែម៉ានេះវាសួរដល់វាសួរ Robin ហ្នឹងដោយសារតែវាចង់ខ្ចី account ម៉ាក់ Robin យកមកធ្វើaccount YouTube របស់វាអញ្ចឹងណាត្រូវការ bank account របស់ម៉ាក់ Robin ហ្នឹង Robin វិញក៏លើគេសួរចឹងភ្លាមម៉ែគ្រីឡងកាំងនោះ Robin ក៏បាននិយាយស្ងាត់ម្នាក់ឯងថាសុំទោសម៉ាក់មកដល់មន្ទីរពេទ្យមួយកន្លែងហ្នឹងគឺយើងបានឃើញថាម៉ាក់ Robin ហ្នឹងគឺគាត់ឈឺហើយគាត់ត្រូវដេកនៅមន្ទីរពេទ្យនិយាយថាគាត់ដូចជាធូរស្បើយហើយគាត់ចង់ត្រឡប់ទៅផ្ទះវិញ Robin និយាយមួយម៉ាក់ថាម៉ាក់មិនគួរត្រឡប់ទៅផ្ទះវិញទេដោយសារឥឡូវដូចជាមិនទាន់ជីស្បើយនៅឡើយទេចាំឲ្យអាការៈហ្នឹងវាបាត់លិនហ្មងទៅហើយម៉ាក់របស់ Robin ក៏បានសួរ Robin ថាតើពួកគាត់ប្រឡាក់អីគេក៏វ័យគ្នាទៀតហើយមែន Robin និយាយថាគាត់បានវ័យគ្នាណាគាត់បានវ័យគ្នាទេគាត់ជាវ័យគ្នាទេទៅ Robin ខ្លួនឯងក៏គាត់នឹងខ្លួនឯងនឹងកំពុងតែខកម៉ាក់របស់ខ្លួនឯងដែរគ្នាជាមួយនឹងម៉ាក់ចុះ Robin ក៏បានធ្វើដំណើរទៅខាងក្រោមរួចទៅបង់លុយនៅកន្លែង receipt Robin ត្រូវទៅបង់លុយ30 yen ជារៀងរាល់ខែដោយសារតែម៉ាក់គេដេកនៅមន្ទីរពេទ្យដល់កន្លែងហ្នឹងភ្លាម Robin ក៏បានគិតថា YouTuber ហ្នឹងគេធ្វើការតែមួយ plan ហ្នឹងបានដល់ 30,000 yen បើប្រៀបធៀបទៅនឹងគាត់មួយអាទិត្យ 30,000 yen ហ្នឹងព្រោះគាត់ធ្វើការនៅហាងនំប៉័ងមួយកន្លែងហ្នឹងគាត់ធ្វើមួយថ្ងៃហ្នឹងខ្លះបានដល់ 5,000 ហ្នឹងហើយការងារដែលគាត់ធ្វើប្រចាំថ្ងៃហ្នឹងរកចំណូលមិនសូវបានទេថែមទាំងហត់ហើយគាត់ត្រូវយកលុយហ្នឹងបង់មន្ទីរពេទ្យឲ្យម្ដាយនឹងការវាជប់របស់គាត់រាល់ថ្ងៃហ្នឹងស្ទើរតែមិនគ្រប់ផងគាត់កំពុងតែល្អរឿងជីវិតគាត់ហ្នឹងក៏មានមនុស្សស្រីម្នាក់ហ្នឹងបានហៅគាត់តើនាងហ្នឹងមានឈ្មោះថាបានសួរ Robin ថាកន្លែងទុកសាច់គោនៅណាហើយ Robin ក៏បានឆ្លើយថានៅខាងក្រោយនោះជាតើអ្នកទាំងអស់គ្នាបូមីយើងគឺជាស្រីស្អាតប្រចាំហាងហ្មងហើយ Robin យើងក៏មានចិត្តលឿនស្រឡាញ់លើបូមីតិចដែរគាត់មើលបូមីផបដើរញ៉ាំម្ដងយីទៅមិនទេតែឯងមិនទេអាមួយពេលនោះងោ vlogger ផាកូយើងក៏បានដើរមកដល់ហាងនំប៉័ងមួយដែរដែលវានឹងកំពុងថត vlog ក្នុងវីដេអូវាអញ្ចឹងហើយតែអាហ្នឹងឈ្មោះនឹង YouTuber Robin យើងក៏ឃើញអាផាកូមកភ្ញាក់ផ្អើលមានអារម្មណ៍ភ័យខ្លាចម្ដងទៀតមើលងោផាកូ vlogger យើងវិញវាកំពុងថតវីដេអូបដាសកម្មភាពបដាយទៅវានិយាយឡើងពេញហាងវាអត់ខ្វល់ថាមានអាគេមានទេសំខាន់ឲ្យទៅ viewer វាបានឡើងវាអត់ខ្វល់សោះហ្មង vlog សុខឃើញបូមីស្អាតទៅបែរកាមេរ៉ាមកថតជាប់បូមីដែរហើយក៏វាដាក់ challenge ឲ្យបូមីនឹងធ្វើ hamburger នឹងរយៈពេលតែ30វិនាទីទេបើមិនជានាងធ្វើអត់ទាន់រយៈពេលនឹង
នឹងទេនឹងត្រូវឲ្យលេខទូរស័ព្ទរបស់នាងទៅកាន់វាហើយនៅខ្ញុំទៅមើល hamburger ប៉ុណ្ណឹងធ្វើ30វិនាទីមិនទាន់ត្រូវដាក់ជីត្រូវហាន់ប៉េងប៉ោះត្រូវច្រាយទៅច្រើនខ្លាំងហ្មង Robin ក៏បានធ្វើ hamburger រួចក៏បានយកទៅឲ្យអាងោលេបាននិយាយថាគាត់ធ្វើតាន់ពេលវេលាដែលកំណត់ហើយឥឡូវអងោនឹងយក hamburger នឹងចេញទៅ Robin ជួយបងមានអារម្មណ៍ថាពេលសប្បាយចិត្តមែនទែនដោយសារបងមិនបាន Robin ជួយទេប្រហែលលេខទូរស័ព្ទនាងដល់ដៃបាងោបាត់ហើយអាងោផាកូនហ្នឹងយប់ឡើងយើងឃើញ Robin កំពុងតែធ្វើស៊ុបមីតែដឹងធ្វើឲ្យណាគេទេ Robin យើងធ្វើស៊ុបមីហ្នឹងឲ្យអាសក់លឿងសអាសក់លឿងវាម្លាយហ្គេមនៅផ្ទះ Robin ដោយសារតែវាធ្វើ YouTuber ដោយសារវាមានកុំព្យូទ័រហើយណាមួយវាប្រើឲ្យ bank account របស់ម៉ាក់របស់ Robin ដូច្នេះហើយគឺវាត្រូវមកផ្ទះ Robin ដើម្បីបន្លាយហ្គេមណា viewer វាបាន comment ថាបើសិនជាវាសម្រាប់បាន30 kill គេនឹង donate វា 30,000 yen ហើយអាមុខលឿងមុខលុយខ្លាំងណាស់គ្នាចាំទុកអាមួយនឹងមុខលុយគេក្នុងរឿងហ្នឹងពេលហ្នឹង Robin ក៏បានយកស៊ុបមីដល់អាសក់លឿងដល់ពេលដល់តាក់ខ្សែកុំព្យូទ័រមានណាចពប់ជើងអានោះពងឈួតជែង30 yen 30 kill 30 yen 30 kill ដាច់កុំព្យូទ័រភ្លឹកដាច់ line អស់លីងងាកមកខាងក្រោយខ្វាច់អាស៊ុបមីមហាក្តៅនោះជះពេញកណ្ដាលមុខអាមួយនឹងហ្មងល្មមមិនសមឲ្យធ្វើបាបគេឥឡូវយកអានឹងចុះហើយណាអាសក់លឿងខឹងឡើងធាក់ Robin យកធាក់យកជន់នឹងមិនទេ Robin យើងសុំតោវាអត់ដកមាត់បណ្ដោយសុំតោយកតែអានោះវាអត់ខ្វល់ធាក់សុំអាសក់លឿងក៏ច្រឡំមន់និយាយថាដោយសារតែ Robin ច្រឹកភ្លើយ៉ាងហើយបើម៉ាក់របស់ Robin នឹងមានជំងឺមហារីកដល់សពថ្ងៃហ្នឹងធ្វើឲ្យ Robin យើងប្រែទឹកមុខដល់មិនគាត់ទៅលើចឹងហើយធ្លាប់តែជាកុមារាដែលគេធ្វើបាបឥឡូវខ្លាចជាកុមារារងមមយកអាស្ពៃជ្រក់ពងក្តៅហុលគប់កណ្ដាលមកដាក់អាសក់លឿងម្ដាយម៉ាំងឡើងអានោះបែកពុំមាត់ស្ទល់វិញហ្នឹងហ្មងដាក់អាសក់លឿងវាម្ដងមើលវាដឹងថាអារម្មណ៍ត្រូវគេធ្វើបាបវាឈឺចាប់ប៉ុណ្ណានៅយើងទៅពេលតច្រកទៅអស់អីនិយាយអស់អីត្រូវធ្វើគឺមានតតឯហ្នឹងហើយនៅទាំងអស់គ្នាដាក់ងាប់មកទៅ Robin គឺត្រូវអាសក់លឿងដាក់មកដៃកណ្ដាលមុខដែរពីរនាក់ហ្នឹងបន្ទាប់គ្នាវាយគ្នាឡើងបែកខ្ទីពេញហ្នឹងវាបានចាប់អារម្មណ៍មើលកាមេរ៉ាណាសកម្មភាពគេទាំងពីរនាក់ហ្នឹងគឺត្រូវបានថតជាប់ដោយកាមេរ៉ាដោយផ្ទាល់គឺកំពុងតែ live ហ្នឹងហើយដោយសារតែ Robin ដល់តាក់មិញខ្សែកុំព្យូទ័រហ្គេមតែមានកាមេរ៉ាណាខ្សែកាមេរ៉ានៅក្នុងកុំព្យូទ័រតែមើលអ្នកតាមដាន live ពួកគេវិញម្ដងបានឃើញសកម្មភាពទាំងអស់ហ្មងជាមួយនឹងមានរឿងអីកើតឡើងទៀតនៅថ្ងៃខាងមុខដូច្នេះហើយរឿង viral hit episode 1របស់យើងគឺត្រូវបានបញ្ចប់ត្រឹមនេះហើយបើចង់ឲ្យខ្ញុំជិះវីដេអូលឿនសូមជួយ like subscribe ដល់រូបកណ្ដុំម្នាក់មួយផងដោយសារតែអ្នកទាំងខ្ញុំឆ្ងល់ថាចុះនៅពេលដែល live នឹងកំពុងតែថតនឹងវានឹងមានរឿងអីកើតឡើងថ្ងៃណាក៏ដោយសារតែ fan របស់អសក់លឿននឹងបានឃើញសកម្មភាពអសក់លឿនកំពុងតែវាយកុមារាដូចចុះក្រោយសូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណ